បាទនេះគឺជាវីដេអូវគ្គដំបូងសម្រាប់អ្នកមិនទាន់ចេះសោះអំពីកម្មវិធី CapCut នៅលើ computer កុំឲ្យខាត់ពេលយូរយើងចូលមកបើកកម្មវិធីតែម្ដងចុច double click វាមកអញ្ចឹងយើងបើកមកហើយអញ្ចឹងនៅពេលដែលយើងបើកមកឃើញ interface វាបែបនឹងឯងនៅលើ computer ហើយមិនបាច់សាំញ៉ាំអីច្រើនទេយើងចូលមក create project តែហ្មងអញ្ចឹងនៅពេលដែលយើង create project យើងកន្លែងនេះគឺយើងមើល option របស់វានៅទីហ្នឹងហើយកន្លែងនេះគឺជាកន្លែង tool របស់វាមួយបាទឧទាហរណ៍ថាយើងចូលខាង media គឺវាមានកន្លែងជម្រើសឲ្យយើងបែបហ្នឹងហើយកន្លែងនេះគឺជា audio បាទ playing effect playing អីហ្នឹង playing background អីនៅក្នុងហ្នឹងអានេះគឺ text បាទ text គឺអក្សរបាទអក្សរហើយអានេះគឺ sticker ដែលយើងដាក់ claim នៅលើ video បាទអញ្ចឹងយើងមើលកន្លែងនេះមកហើយបន្ទាប់មកមាន effect នេះគឺជាប្រភេទ effect ដែលយើងដាក់ឲ្យវា load នៅលើ video ណាបាទមានតកតងនឹង effect ដានអីចឹងទៅរំអីចឹងទៅគឺវាចេញមកបែបហ្នឹងហើយយើងអត់ទាន់លម្អិតពីវាទេអានេះគឺ transition គឺជាកន្លែងដែលយើងផ្លាស់ប្ដូរពីប្លង់មួយទៅប្លង់មួយយើងត្រូវការ style បាទ transition បែបហ្នឹងអានេះគឺ caption គឺលក្ខណៈថាជា subtitle របស់យើងបាទឬក៏ជាtemplate ដែលយើងមាននេះគឺទាំងអស់ហ្នឹងគឺជា subtitle នឹងឯងបាទជា subtitle ហើយអានេះវាមានពាក្យមួយអីហោហែចឹងទៅហើយយើងនឹងសិក្សាលម្អិតពីវាម្ដងមួយនៅទីហ្នឹងចឹងណាកន្លែងនេះគឺយើងអាចដាក់ auto lyric នេះគឺលក្ខណៈថាជាចម្រៀងបាទប៉ុន្តែវា support តែប្រហែលទេ English Hindi Indonesian Japan and Korean បាទកូរ៉េអានេះគឺជាការដែលយើង insert subtitle បាទយើងអាចមើលនៅក្នុងវីដេអូដែលខ្ញុំនិយាយពី CapCut និយាយពី insert subtitle គឺនៅក្នុងនឹងឯងដែលយើងទាញ subtitle ដែលយើងសរសេរមកខ្លួនឯងណាបាទហើយអានេះគឺ filter នេះគឺសម្រាប់ដាក់នៅលើវីដេអូលើមុខសាច់ម៉ោតសាច់អីហូហែហ្នឹងទៅបាទយើងប្រើប្រាស់ filter ហ្នឹងអានេះគឺ adjustment គឺជាកន្លែងដែលយើងកែសម្រួល color កែសម្រួលអីហ្នឹងគឺកន្លែង adjustment អានេះ AI avatar បាទ AI avatar គឺយើងអាច generate ជា AI avatar បានដែលយើងអាចបង្កើតតួអង្គបានណាកន្លែងហ្នឹងណាបាទអញ្ចឹងយើងនឹងរៀនពីវាម្ដងមួយតទៅបាទហើយឥឡូវយើងចូល basic មុនគេគឺតកតងនឹង media គឺយើងនិយាយពីដំបូងនេះគឺយើង import media ចូលទៅក្នុងproject របស់យើងអញ្ចឹងយើងគ្រាន់តែចុច import media មកបាទអញ្ចឹងនេះគឺយើងទាញយកmedia ហ្នឹងរបស់យើងហ្នឹងយកមកដាក់តោះអ្នកណាខ្លះដែលគិតអូខេអាហ្នឹងអញ្ចឹងបន្ទាប់មកយើងអាច generate ជាមួយនឹង AI ហើយវាមានចំនួនកំណត់របស់វាដែលយើងអាចចូល generate ចេញជា AI បានណាបាទអានេះ AI media បាទអញ្ចឹងយើងគ្រាន់តែប៉ុណ្្នឹងមកហើយនៅពេលដំបូងគឺអត់មានអីក្រៅពីរៀនកាត់ទេរៀនកាត់អញ្ចឹងយើងរៀនកាត់មើលដំបូងគឺយើងចុចអានេះបូកចូលទៅក្នុង project របស់យើងគ្រាន់ចុចលេខបូកផ្លឹបវានឹងរត់មកដល់នេះបាទរត់មកដល់ហ្នឹងអញ្ចឹងខ្ញុំបិទសំឡេងសិនបាទខ្ញុំបិទសំឡេងដោយសារអត់ចង់ឲ្យឮសំឡេងញ៉ៃបាទយើងស្គាល់ tool មុនគេគឺនេះ control B មានន័យថាយើងប្រើការកាត់អញ្ចឹងការកាត់វាមានផ្សេងគ្នាការកាត់បែបនេះគឺយើងខ្ញុំដកអានេះសិនដើម្បីឲ្យងាយស្រួលបញ្យល់បាទខ្ញុំដកអានឹងមួយដើម្បីឲ្យងាយស្រួលបញ្យល់បាទអញ្ចឹងការកាត់ហ្នឹងវាមាន3ប្រភេទផ្សេងគ្នាទី1គឺជាការកាត់បែបកាត់ clip មួយទៅ clip មួយដោយមិនលុបផ្នែកណាទាំងអស់
ឥឡូវខ្ញុំកាត់មកផ្នែកទៀតបាទកាត់មួយផ្នែកទៀតខ្ញុំចុចអានេះចុចអាហ្នឹងគឺគេប្រើប្រាស់ពាក្យថា split បាទនៅក្នុងកម្មវិធី DaVinci គេប្រើប្រាស់ថា Razor Lam នៅក្នុងកម្មវិធី Adobe Premiere ក៏គេប្រើប្រាស់ពាក្យថា Lam ដែរ Razor បាទអញ្ចឹងខ្ញុំកាត់ពាក្យថា split ហ្នឹងមកគឺមានន័យថា clip 2នេះ clip 1ហ្នឹងយើងកាត់ទៅជា clip 2ហើយយើងកាត់ clip ផ្សេងទៀតយើងកាត់មកគឺយើងកាត់បែបហ្នឹងបាទអញ្ចឹងយើងកាត់បែបហ្នឹងហើយយើងស្ដាប់មើលកន្លែងណាខុសកន្លែងណាត្រូវកន្លែងណាយើងអត់ចង់បានកន្លែងណាយើងចង់បានយើងប្រើមកយើងកាត់មកអញ្ចឹងកន្លែងនេះមានន័យថាម៉េចកន្លែងនេះshortcut វាគឺអក្សរ Q បាទគឺអក្សរ Q អញ្ចឹង shortcut វាអក្សរ Q គេប្រើប្រាស់កាត់ clip នៅខាងឆ្វេងដៃបាទកាត់ផ្នែកខាងនេះឧទាហរណ៍ថាយើងដាក់ timeline នៅទៅនឹងមកខ្ញុំភ្លេចប្រាប់ថាយើងអូសទៅអូសមកនេះគេហៅថា timeline មានន័យថាវាអូសយើងអូសដល់ត្រឹមណាវាដល់ត្រឹមណាវានឹងសូននៅកន្លែងហ្នឹងដូចគ្នាអញ្ចឹងខ្ញុំកាត់កន្លែងនេះបាទកាត់កន្លែងហ្នឹងនេះគេប្រើពាក្យថា delete left បាទអញ្ចឹងយើងអក្សរកាត់គឺអក្សរ Q ណាអក្សរកាត់ shortcut វាគឺអក្សរ Q អញ្ចឹងនៅពេលដែលយើងកាត់ផ្លឹបបាទកាត់ផ្លឹបមានន័យថានេះ delete left ហ្នឹងមានន័យថាយើងលុបផ្នែកខាងឆ្វេងចេញបាទលុបផ្នែកខាងឆ្វេងចេញដល់តែពេលយើងយកមកទៀតមកយើងអត់ពេញចិត្តកន្លែងនេះយើងកាត់កន្លែងនេះចោលយើងកាត់ពីត្រឹមនេះគឺយើងកាត់ផ្នែកខាងស្ដាំគឺយើងប្រើប្រាស់ delete right បាទ delete right អញ្ចឹងយើងមើលដំបូងបំផុតដែលយើងត្រូវរៀនធ្វើវីដេអូសូម្បីតែនៅពេលដែលយើងផលិតវីដេអូក៏ដោយយើងរៀន basic របស់វាគឺយើងកាត់ clip ចោលបាទហើយកន្លែងនេះហេតុអីបានជាខ្ញុំដោះអានឹងចោលណាដោះអានឹងចោលវាគឺជា main track manager ហ្នឹងមានន័យថានៅពេលដែលយើងដាក់ឥឡូវបងប្អូនមើលកន្លែងនេះគឺយើងកាត់វាប្រឡោះប្រហោងកន្លែងនេះប្រឡោះប្រហោងដូចគ្នាអញ្ចឹងយើងនៅពេលដែលយើងចុចអានេះផ្លប់គឺវាដើរទៅទាំងអស់អញ្ចឹងនៅពេលដែលយើងកាត់ clip ឆ្វេង clip ស្ដាំនៅពេលដែលយើងកាត់ clip ឆ្វេង clip ស្ដាំនេះគឺវាអូតូម៉ាទិកមកជាប់គ្នាបាទវាអូតូម៉ាទិកមកជាប់គ្នាខ្ញុំកាត់ខាងឆ្វេងទៅទៀតគឺវាអូតូម៉ាទិកមកជាប់គ្នាប៉ុន្តែនៅពេលដែលយើងដោះវាចោលណាយើងដោះអានេះចោលនៅពេលដែលយើងដោះអានឹងចោលគឺដែលយើងកាត់មកឆ្វេងស្ដាំមកគឺវាអត់រត់អូតូម៉ាទិកមកជាប់គ្នាទេអញ្ចឹងអាហ្នឹងវាមានលក្ខណៈពិសេសនៅក្នុងការប្រើប្រាស់វាផ្សេងគ្នានៅពេលដែលយើងកាត់ project ទៅមកយើងប្រកាសជាជួបកន្លែងហ្នឹងកន្លែងនេះគឺជា snapping មានន័យថាឆក់វាយើង snap វាឧទាហរណ៍ថាខ្ញុំដោះអានឹងចោលខ្ញុំនៅប្រើអាហ្នឹងខ្ញុំទាញមកនេះវាឆក់ជាប់ពី clip មួយទៅ clip មួយគឺវាឆក់វា snap ជាប់មកបាទអញ្ចឹងយើងទាញទៅយើងដឹងថាវាជាប់គ្នាប៉ុន្តែបើយើងដោះអា snapping ហ្នឹងចេញនៅពេលដែលយើងទាញទៅវាអត់មានសញ្ញាឆក់ទេដល់ពេលអញ្ចឹងយើងអាចដាក់ទៅហួសដាក់ទៅខុសអញ្ចឹងទៅវាឡើងទៅមួយ track ទៀតមកនេះគេហៅ track អានេះ track 1អានេះ track 1 track 1បាទ track 1 track 2អញ្ចឹងយើងបាទនៅពេលដែលយើងកាត់យើងគួរតែប្រើបាទយើងគួរតែប្រើអា snapping ហ្នឹងមានន័យថាយើងទាញមកផ្លឹបឃើញទេវាមានguideline វាមាន snap វាជាប់ទៅយើងដឹងថាclip ហ្នឹងវាដល់ទល់ត្រឹមហ្នឹងគឺវាជាប់គ្នាហើយបាទជួនកាលនៅពេលដែលយើងអត់មានអាហ្នឹងនៅពេលដែលយើងទាញខ្លីចេះនៅពេលដែលយើងនៅចេះយើងអត់ដឹងទេជួនកាលនៅពេលដែលយើងទាញវាខ្លីណាបាទនៅពេលដែលយើងទាញវាខ្លីយើងមើលទៅយើងអត់ដឹងទេបាទហើយយើងចង់ scroll បែបនេះ scroll បែបហ្នឹងគឺម៉ៅកង់នៅលើម៉ៅហ្នឹងយើងចុច Alt ទៅកង់លើម៉ៅហ្នឹងគឺយើងនេះបានណាគឺយើងអាច scroll ទៅ scroll មកប៉ុន្តែបើយើងចុច scroll ហ្នឹងដែរគឺវាអត់ scroll បរិចបរួមទេប៉ុន្តែ
យើងចុច Alt យើងចុច Alt យើង scroll mouse ទៅគឺវាចែកឃើញទេវារត់មកអញ្ចឹងវាអត់ព្រិចព្រម clip ទេបាទនេះឃើញទេបាទអញ្ចឹងនៅពេលដែលយើងកាត់យើងគួរតែបើកអាហ្នឹងបាទអានេះ link បាទ link គឺវាមានតួនាទីផ្សេងរបស់វាអញ្ចឹងនៅពេលដែលយើងទាញមកបាទយើង link វាមាននេះរបស់វាមានអត្ថប្រយោជន៍របស់វាអញ្ចឹងក្នុងហ្នឹងគឺខ្ញុំគិតថាអត់ចង់ឲ្យវែងពេកទេស្មុគស្មាញហើយខ្ញុំបញ្យល់វាលម្អិតនៅក្នុងពេលដែលយើងកាត់ប្រជិចជាឧទាហរណ៍អាកន្លែងនេះគឺយើងបើកមកមានន័យថាយើងទាញយើងអូសមកយើងដល់ណាគឺអាសញ្ញា timeline ហ្នឹងដល់ហ្នឹងប៉ុន្តែបើសិនជាយើងបិទវាយើងអូសទៅយើងអត់ឃើញ timeline ទេគឺធម្មតាតើតើយើងទាញ timeline នេះបាទអញ្ចឹងអាហ្នឹងគេហៅថាអីគេ preview axis ហ្នឹងគឺវានឹងរត់ទៅតាមម៉ៅរបស់យើងហើយនៅពេលដែលយើងអូសទៅឃើញវីដេអូរបស់យើងមានសកម្មភាពបាទមានសកម្មភាពប៉ុន្តែនៅពេលដែលយើងបិទអាហ្នឹងទៅគឺតើតើយើងអូសអា timeline នេះបានយើងឃើញថាវាមានសកម្មភាពបាទអញ្ចឹងសរុបមកវិញសង្ខេបបែបខ្លីជំហានដំបូងនៅក្នុងមេរៀននេះខ្ញុំចង់ឲ្យបងប្អូនគ្រាន់តែទាញយកនៅវីដេអូមកហើយយើងរៀនកាត់វាយើងរៀនកាត់បិទដោយយើងបិទអានេះសិនបាទឬក៏យើងបើកទៅក៏បានអានឹងអាស្រ័យលើយើងអនុវត្តផ្ទាល់ហើយយើងរៀនកាត់នេះរៀនកាត់ clip បែបនេះអញ្ចឹងណាបាទរៀនកាត់ clip បែបហ្នឹងអញ្ចឹងនៅពេលដែលខ្ញុំបើកអានេះមកវាគ្រាន់តែក្របជាប់គ្នាតែប៉ុណ្្នឹងឯងឥឡូវចប់មេរៀនទី1ហើយខ្ញុំនឹងបន្តធ្វើមេរៀនជាបន្តបន្ទាប់បាទសូមអរគុណ